ស្ដីបងប្អូននេះឡើយនេះជីវិតអ្នកចំការឡើយនេះតាំងចិត្តថាមករើស្វាយចន្ទីម៉ោងតាមម៉ោង8ជាងលើម៉ោង9ជាងដល់រើសនេះអ្នកចំការ Hello guys who are watching my video who are not Cambodian so today I just want to show you about a little bit my heart you I think you know it right so this is my farm you know my farm my casual farm this is the mango tree the mango fruit it is original 100 natural organic so we can eat this is the casual tree so you can see ឥឡូវយើងត្រូវដកអាវពាក់អាវពុកសិនដែលថាអាវយើងនេះអាវយើងต้องពាក់ចូលឆ្នាំ so I need to check my t-shirt you know my t-shirt to be my father clothes okay so that's all right នេះគឺជាចំការស្វាយចន្ទីនៅខេត្តកំពង់ធំដែលជាស្រុកកំណើតរបស់ខ្ញុំបាទដោយតបងប្អូនប្រុសស្រីញាតិមិត្តចិត្តឆ្ងាយទាំងអស់គ្នាបានដឹងហើយថាខេត្តនេះគឺជាខេត្តដែលយើងប្រមូលផលនៅផ្លែស្វាយចន្ទីគឺយើងបេះយកតែគ្រាប់ទៀតណាបងប្អូនហើយស្រុកខ្ញុំហ្នឹងគេហៅថាក្តរកយៅមិនមែនហើយដោយសារស្រុកធ្លាប់ប្រើហៅអញ្ចឹងណាដោយខ្ញុំបេះខ្លះរើសខ្លះទៅតែពិតធ្លាំងដីវាច្រើនដែរតែពិបាកមួលអញ្ចឹងទៅខ្ញុំក៏និយាយទៅពួកបេះឲ្យខ្លះអញ្ចឹងទៅក៏មិនវាធ្លាក់មកអញ្ចឹងទៅយើងបានរើសអញ្ចឹងទៅវាក៏ពិបាកមួលវាស្អុយខ្លះលួយខ្លះសាច់អញ្ចឹងទៅតែគ្រាប់វានៅល្អធម្មតាបន្ទាប់មកយើងធ្វើការបាទរើសវាដាក់មួយដុំបាទដើម្បីតែប៉ុន្តែខ្ញុំទៅលើកទី1ដែរទេបងប្អូនទៅលើកទី1ដែរបានមករើសណាក្របស្វាយចន្ទីបើមួលដាក់ហ្នឹងគឺថាมันងាយទេបងប្អូនมันធម្មតាទេអញ្ចឹងក៏សរសើរទឹកចិត្តដល់បងប្អូនប្រុសស្រីដែលគាត់ណាពូកែរើសអ្នកខ្លះរើសមួយថ្ងៃម្នាក់ឯង100គីឡូជាងអីគេទៅគឺថាมันធម្មតាទេបងប្អូនចំណែកខ្ញុំនេះរើសត10-20គីឡូហ្នឹងគឺថាចង់វាចកេះបងប្អូនយ៉ាងវាចកេះរើសផងដាក់មកដុំផងមួលផងអើយតរំតបានហ្នឹងគឺថាចឹងថាជីវិតបងប្អូនប្រជាកសិករយើងគឺមិនងាយស្រួលដោយអ្វីដែលបងប្អូនគិតទេទ្រាំតបានលុយមួយចាយហ្នឹងគឺថាវេទនាបាជាយាយមើលអ្នកចំការទៅបងប្អូនអ្នកចំការឲ្យស្បែកជើងទៅតមកគូហ្នឹង$45ហើយខោនេះវាខោហ្នឹងខោតជើងបានណា$30ជាងអូ my god វារាកាហ្នឹងដូចការទី$70ជាងមួកហ្នឹងរបស់មិត្តភ័ក្តិអ្នកចំការនេះគឺថាមិនធម្មតាទេបាទអ្នកចំការបែបឬថាស្វាយចន្ទីហ្នឹងបលាក់ខោអាវហ្នឹងគឺថាលុយថ្លៃកៅអៅគឺមិនគ្រប់តែម្ដងបងប្អូនប៉ុន្តែដោយសារតែមកពីភ្នំពេញអត់បានដាក់ខោអាវមកតាមបងប្អូនអត់បានដាក់ខោអាវចាស់ជាងលៀកនឹងឃើញថាយើងមកចូលឆ្នាំត3-4ថ្ងៃអញ្ចឹងទៅយើងមិននឹកស្មានថាយើងបានខ្ចាត់ព្រាត់មកដល់ទីក្រុងភ្នំពេញមកដល់ចំការយើងរើសស្វាយចន្ទីណាបងប្អូនចឹងក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនានៅវីដេអូនេះកុំភ្លេចជួយចុច Subscribe ចុចដាក់សញ្ញាកណ្ដឹងផងបងប្អូនដើម្បីជាការលើកទឹកចិត្តបាទទៀតខ្ញុំធ្វើវីដេអូបាទបន្ទាប់មកទៀតហ្នឹងគឺយើងធ្វើការសម្រាកហើយយើងទៅបេះផ្លែស្វាយចន្ទីហូបម្ដងបងប្អូនហើយបងប្អូនធ្លាប់ហូបទេ
ធ្លាប់ហូបផ្លែស្វាយចន្ទីធ្លាប់ហូបផ្លែក៏យើគេបងប្អូនខេត្តផ្សេងណាខុសពីខេត្តកំពង់ធំឥឡូវនេះខ្ញុំកំពុងតែភ្លក់មួយគឺថាឆ្ងាញ់មែនតើផ្អែមត្រជាក់ចិត្តអែមស្រែមតែម្ដងបងប្អូនមិនធម្មតាទេបាទគឺថាឆ្ងាញ់បើយើងប្រមូលបេះបាទណាតំណងណាល្អខ្លះទៅវាទុំជ្រុលទៅមានតកៅមានអីចឹងណាបងប្អូនខ្លះនៅទៅក៏យើងធ្វើការបេះវាមកដើម្បីយើងញ៉ាំហើយបន្ទាប់មកគឺយើងត្រូវមូលក្តរវាចេញក្របវាចេញចឹងណាស្រុកយើងស្រុកខ្ញុំបាននៅកំពង់ធំស្រុកនិយាយថាឃុំកាយាសងតុងនេះគេហៅថាក្តរកាយតែម្ដងគឺយើងមូលវាចេញហើយបានយើងយកវាទៅលាងទឹកលាងអីអញ្ចឹងទៅយើងបុកអំបិលដើម្បីនឹងញ៉ាំបាទបន្តមកយើងទៅបេះផ្លែស្វាយមួយសិនបាទនេះស្វាយមែនតើបាទមិនស្វាយចន្ទីទេផ្លែស្វាយល្អច្រើនមែនតើហើយយើងយកវាត្រាំទឹកលាងទឹកហើយយើងលាងម្ទេសយកទៅបុកអំបិលបងប្អូនបុកអំបិលញ៉ាំបុកអំបិលណាបុកអីម៉ត់ហើយល្អមកអាចទទួលយកបានហើយគ្រឿងក្រៅយើងដាក់ប៊ីចេងដាក់អំបិលដាក់ម្ទេសដាក់ស្ករអីទៅតាមចំណង់ចំណូលចិត្តរបស់យើងរៀងខ្លួនទៅបងប្អូនឥឡូវខ្ញុំកំពុងធ្វើការបុកឲ្យខ្ញុំបាទពាក់អាវរបស់ខ្ញុំគឺថាសង្ហាមែនតើបាទនេះអំបិលម្ទេសដែលយើងបានហើយខ្ញុំបាទចូលចិត្តហិលបងប្អូនហិលឥឡូវស្វាយចន្ទីខ្លះក៏យើងចិត្តហើយខ្លះក៏នៅខ្លះក៏ទួនមូលក្របអីចឹងទៅក៏យើងធ្វើការញ៉ាំឲ្យបងប្អូនមើលមួយបងអញ្ចឹងបងប្អូនតាមដានទស្សនាលេបទឹកមាត់ជារឿងធម្មតាណាបងប្អូនណាអូជាតិណាបងប្អូនអែមស្រែបមែនតើអែមឆ្ងាញ់ជក់ចិត្តតែម្ដងបាទឥឡូវនេះខ្ញុំកំពុងតែបាទអង្គុយញ៉ាំនឹងខ្ទមដល់កំសត់របស់ឪពុកខ្ញុំពេលឪពុកខ្ញុំទៀតបងប្អូនហើយហូបបដាហ្នឹងគឺថាกระដាស់បដាហ្នឹងដោយសារថាចន្ទីសាច់ស្វាយចន្ទីហ្នឹងគឺវាជាតិទឹកផងយើងដាក់អំបិលទៅវារីចូលគ្នាទៅវាធ្វើឲ្យយើងឆ្លុះអីចឹងណាគឺយើងញ៉ាំយ៉ាងឆ្ងាញ់មែនទែនខ្ញុំញ៉ាំអស់បាយ7 8ផ្លែគឺឆ្អែតតែម្ដងបងប្អូនល្មមអត់បានបាយទេមួយថ្ងៃហ្នឹងញ៉ាំស្វាយចន្ទីហើយគេថាអូអែមស្រែមស្រក់ញើសអាខ្លាក់តែម្ដងចឹងអរគុណច្រើនចំពោះការទស្សនានៅវីដេអូមួយនេះសង្ឃឹមថាបងប្អូនបងស្រីអរនេះចូលរួមបាទទស្សនាបានច្រើនក៏ចុច like ចុច subscribe to my channel thank you to all my guys who are watching my video until the end so wish you all
to be happy and got a lot of happiness in your whole life and wish you all to get everything what you wish to be yours. Thank you so much. See you later. See you my next video.